អ្នកធ្លាប់គិតថាចង់ខ្លាយជាបុគ្គលដ៏អស្ចារ្យម្នាក់ដែរឬទេតើអ្នកធ្លាប់គិតថាចង់ខ្លាយជាមហាសេដ្ឋីឬនាយករដ្ឋមន្ត្រីដែរឬទេតើអ្នកមានបំណងប្រាថ្នាអ្វីធំជាងគេនៅក្នុងជីវិតនេះតើអ្នកធ្លាប់គិតថាធ្វើវាបានដែរឬទេបើសិនជាធ្វើបានតើធ្វើទៅដោយរបៀបណាតើអ្នកធ្លាប់បង្កើតទស្សនវិស័យនិងផែនការសម្រាប់ជីវិតរបស់អ្នកដែរឬទេតើអ្នកមានដែលបានសម្រួចនិងដកខាត់ចំណេះដឹងជំនាញបទពិសោធន៍ជាពិសេសចំណុចខ្លាំងរបស់អ្នកដើម្បីសម្រេចទស្សនវិស័យនិងគោលដៅរបស់អ្នកដែរឬទេតើអ្នកជាមនុស្សដែលជឿជាក់លើវាសនាជឿជាក់លើពូជអម្បូរឬមួយក៏ជាមនុស្សដែលជឿជាក់លើខ្លួនឯងផ្ទាល់សំណួរចុងក្រោយតែប្រកបដោយអត្ថន័យតើអ្នកកំពុងតែគិតអ្វីធ្វើអ្វីអ្នកកំពុងស្ថិតនៅកន្លែងណាតើអ្នកគិតថានឹងធ្វើអ្វីបន្តទៅមុខទៀតសំណួរដែលលើកឡើងទាំង7ខាងលើនេះគ្រាន់តែជាគំនិតមួយចំនួនសម្រាប់ឲ្យមិត្តអ្នកស្ដាប់យកទៅពិចារណាមុននឹងបន្តស្ដាប់ខ្លឹមសារនៅក្នុងវីដេអូនេះតទៅមុខទៀតសំណួរមួយចំនួនអាចជួយលោកអ្នកឲ្យគិតទៅដល់ចំណុចមួយចំនួនធំទៀតដែលពេលខ្លះអ្នកមិនដែលគិតទៅដល់នឹងត្រូវយកទៅចាប់ផ្ដើមធ្វើការស្វែងយល់បន្ថែមដើម្បីអនុវត្តក្នុងគោលបំណងនាំភាពជឿជាក់និងទំនុកចិត្តកាន់តែខ្លាំងឆ្ពោះទៅកាន់ចំណុចកំពូលដែលអ្នកប្រាថ្នាចង់បានចរិតលក្ខណៈរបស់អ្នកគឺជាកត្តាសំខាន់បំផុតក្នុងការជំរុញឲ្យរូបអ្នកនិងភាពជោគជ័យកាន់តែខិតចូលទៅជិតគ្នាវាគឺជាមេដែកដែលមានទំនាញខ្លាំងដែលអាចទាញឲ្យអ្នកឈានទៅដល់ចំណុចកំពូលនៃជីវិតឆ្លើយតបទៅនឹងទស្សនវិស័យនិងគោលដៅដែលអ្នកចង់បានក៏ប៉ុន្តែវាជារឿងដែលពិបាកខ្លាំងបំផុតបើសិនជាយើងចង់កែប្រែអត្តចរិតមិនល្អដែលជាទម្លាប់អាក្រក់របស់នរណាម្នាក់ឬរបស់ខ្លួនឯងផ្ទាល់ជួនកាលវាពិបាកប្រៀបដូចជាការព្យាយាមបង្វិលពេលវេលាឲ្យថយក្រោយអញ្ចឹងដែរតាមរយៈការចែករំលែកបទពិសោធន៍ជាបន្តទៅនេះខ្ញុំជឿជាក់ថាវាប្រកាសជាអាចជួយអ្នកបានខ្លះៗហើយបើសិនជាមិនបានលទ្ធផលតាមការចង់បានទេនោះវាក៏អាចមានប្រយោជន៍ចំពោះបុព្វហេតុដទៃទៀតនៅក្នុងជីវិតរបស់អ្នកខ្លះដែរតើត្រូវធ្វើយ៉ាងណាទើបអាចកែប្រែចរិតមិនល្អរបស់មនុស្សបានយើងនឹងធ្វើការសិក្សាទាំងអស់គ្នាតាមរយៈចំណុចទាំង4ខាងក្រោមទី1ការអានសៀវភៅជាប្រចាំកាលពីខ្ញុំនៅជាសិស្សម្នាក់នៅឡើយមានគ្រូម្នាក់បានប្រាប់ខ្ញុំថាតាមពិតគាត់មិនមែនជាមនុស្សស្លូតបូតបែបនេះទេកាលពីមុនដោយសារតែចំណេះដឹងនិងការរៀនសូត្រកន្លងមកបានធ្វើឲ្យគាត់ក្លាយទៅជាមនុស្សដ៏ស្លូតដឹងខុសដឹងត្រូវនិងចេះទទួលខុសត្រូវខ្ពស់ចំពោះខ្លួនឯងចំពោះគ្រួសារនិងចំពោះសង្គមជាការពិតចំណេះដឹងដែលបានមកពីការសិក្សារៀនសូត្រជាពិសេសតាមរយៈការអានសៀវភៅអាចធ្វើឲ្យយើងយល់ដឹងកាន់តែច្រើនកាន់តែមានភាពប្រសើរឡើងនៅក្នុងការគិតហើយចរិតរបស់យើងនឹងមានការផ្លាស់ប្ដូរទៅតាមការទាមទាររបស់ចិត្តនិងបំណងប្រាថ្នាដែលកើតមានចូលយកការអានជាទម្លាប់រហូតដល់ពេលមួយអ្នកនឹងញៀនក្នុងការអានហើយពេលនោះអ្នកនឹងមានការរសេះរសោះក្នុងចិត្តបើថ្ងៃណាមួយអ្នកមិនបានអានសៀវភៅដែលរឿងនេះវាហាក់ដូចជាការញៀនកាខ្វេអញ្ចឹងដែរអ្នកត្រូវតែទទួលទានកាខ្វេរាល់ពេលដែលអ្នកអង្គុយធ្វើការបើមិនដូច្នោះទេអ្នកនឹងមានអារម្មណ៍រសេះរសោះហើយងងុយគេងជាក់ជាមិនខានសៀវភៅជាមិត្តដ៏ជិតស្និទ្ធដែលចាំជួយអ្នកគ្រប់ពេលវេលាបើទោះបីជាអ្នកជួបឧបសគ្គបាក់ទឹកចិត្តឬជួបនឹងការបរាជ័យធំធេងយ៉ាងណាក្តីទី2ស្គាល់ខ្លួនឯងឲ្យច្បាស់ជាងមុនជាទូទៅមនុស្សមួយចំនួនធំមិនស្គាល់ខ្លួនឯងច្បាស់នោះទេហេតុអ្វីទៅគឺដោយសារតែយើងមិនបានយកចិត្តទុកដាក់
ចំពោះខ្លួនឯងហើយយើងតែងតែមានភាពអាត្មានិយមជានិច្ចក្នុងការធ្វើកិច្ចការអ្វីមួយយើងគិតថាយើងជាមនុស្សពូកែជាងអ្នកដទៃជានិច្ចជាទូទៅសាកល្បងពិនិត្យមើលខ្លួនឯងខ្លះៗអ្នកនឹងមានអារម្មណ៍ថាតើគួរធ្វើចំណាត់ការបែបណាដើម្បីឲ្យជីវិតកាន់តែប្រសើរឡើងជាធម្មតាតើអ្នកអាចឈប់ប្រើប្រាស់ឬទទួលទានសូរ៉ាបារីម្ហូបឆ្ងាញ់ៗនិងរបស់របរទំនើបដែរឬទេបើបានគឺដោយសារតែហេតុអ្វីហើយបើមិនបានព្រោះហេតុអ្វីនៅពេលខឹងតើអ្នកជាមនុស្សបែបណាជាពិសេសការសម្រេចចិត្តនិងការកាត់សេចក្តីទៅលើរឿងអ្វីមួយតើនៅពេលដែលអ្នកមានថវិកា$1 លានក្នុងអាប៉ៅឬមានអំណាចធំតើអ្នកជាមនុស្សបែបណាដែរតើយើងមានចំណេះដឹងនិងភាពវៃឆ្លាតដល់កម្រិតណាក្នុងការសម្រេចការងារអ្វីមួយនិងការងារសំខាន់ៗទៅអនាគតតើយើងអាចដោះស្រាយបញ្ហាបានដល់កម្រិតណាតើយើងជាមនុស្សគិតជ្រៅប៉ុណ្ណាហើយឆេវឆាវប៉ុណ្ណាដែរនេះគឺជាចំណោទខ្លះៗដែលជួយឲ្យអ្នកស្គាល់ខ្លួនឯងបានកាន់តែច្រើននិងកាន់តែច្បាស់នៅមានរឿងរ៉ាវជាច្រើនទៀតដែលអ្នកអាចធ្វើការពិនិត្យមើលក្នុងចិត្តរបស់ខ្លួនឯងបានជាពិសេសការគ្រប់គ្រងចិត្តខ្លួនឯងផ្ទាល់ដើម្បីឲ្យអ្នកក្លាយទៅជាបុគ្គលម្នាក់ដែលអាចឈានទៅរកភាពជោគជ័យបានអ្នកត្រូវស្គាល់ខ្លួនឯងយ៉ាងហោចណាស់ក៏បាន 70% ដែរបើមិនដូច្នោះទេយើងក៏មិនអាចគ្រប់គ្រងចិត្តទប់អារម្មណ៍និងទង្វើរបស់ខ្លួនឯងបានដែរក្នុងខណៈពេលដែលមានកិច្ចការសំខាន់ឬបញ្ហាធំៗចូលមកដល់និយាយឲ្យខ្លីយើងគ្រាន់តែជាមនុស្សទន់ខ្សោយនិងទន់ជ្រាយម្នាក់ប៉ុណ្ណោះចំពោះភាពជោគជ័យទី3ចាប់ផ្ដើមបង្កើតទស្សនវិស័យនិងផែនការអ្នកមានតួនាទីសំខាន់បំផុតហើយជាតួអង្គឯកនៅក្នុងឆាកជីវិតមួយនេះមានរឿងធំមួយដែលសំខាន់បំផុតដែលអ្នកត្រូវបំពេញនោះគឺអ្នកត្រូវតែស្វែងរកឲ្យឃើញថាតើអ្នកចង់បានអ្វីពិតប្រាកដនៅក្នុងជីវិតនេះពេលដែលអ្នករកឃើញថាអ្នកចង់បានអ្វីពិតប្រាកដហើយអ្នកចង់ក្លាយជាអ្វីពិតប្រាកដហើយអ្នកប្រកាសជាក្លាយជាមនុស្សថ្មីម្នាក់ជាមិនខានជាការពិតអ្នកនឹងមិនចេះមានភាពនឿយហត់ក្នុងការធ្វើកិច្ចការនិងការគិតបែបថ្មីអ្នកអាចនឹងចេះធ្វើកិច្ចការទាំងឡាយណាដែលអ្នកមិនធ្លាប់ធ្វើលំបាកដែលអ្នកមិនធ្លាប់លំបាកហើយអត់ធ្មត់ដែលអ្នកមិនធ្លាប់អត់ធ្មត់ពីមុនមកពិតមែនហើយចរិតរបស់អ្នកប្រហែលជានឹងមានភាពខុសពីមុនខ្លះហើយព្រោះថាអ្នកត្រូវគិតនិងប្រឈមមុខចំពោះការងារថ្មីៗមួយចំនួនអ្នកប្រហែលជាព្យាយាមដូចជាមនុស្សលងទឹកដែលស្រវេស្រវារករបស់តោងនិងដកដង្ហើមដើម្បីឲ្យបានមានជីវិតបន្តទៅមុខទៀតហើយអ្នកអាចនឹងធ្វើរឿងអ្វីគ្រប់បែបយ៉ាងដើម្បីឲ្យបានដង្ហើមជាធម្មតាបើសិនជាអ្នកចង់បានអ្វីមួយស្ទើរស្លាប់ស្ទើររស់នោះអ្នកនឹងខំដើម្បីយកវាឲ្យខាងតែបានទស្សនវិស័យនិងផែនការសម្រាប់ជីវិតអាចធ្វើឲ្យយើងក្លាយជាមនុស្សថ្មីម្នាក់ដែលមានចរិតលក្ខណៈខុសពីមុននិងប្រសើរជាងមុនទី4រាប់អានអ្នកចេះដឹងនិងស្គាល់អ្នកប្រាជ្ញឲ្យបានច្រើនលោក John C. Maxwell ដែលជាអ្នកសរសេរសៀវភៅអំពីការដឹកនាំល្បីឈ្មោះម្នាក់នៅសហរដ្ឋអាមេរិកបានបង្រៀនថាបើសិនជាយើងចង់ចេះគិតជ្រៅយើងត្រូវរាប់អាននិងរៀនសូត្រពីមនុស្សដែលចេះគិតជ្រៅបើសិនជាយើងចង់សម្រេចកិច្ចការធំយើងត្រូវរាប់អាននិងរៀនសូត្រជាមួយនឹងមនុស្សដែលមានសមត្ថភាពខ្ពស់បើសិនជាយើងចង់មានចរិតល្អយើងក៏ត្រូវរាប់អាននិងសូមរៀនសូត្រពីមនុស្សដែលមានចរិតល្អដូចគ្នាដែរការស្គាល់បុគ្គលសំខាន់ៗក្នុងសង្គមគឺមានសារៈប្រយោជន៍ខ្លាំងណាស់ចំពោះជីវិតរបស់យើងសពថ្ងៃព្រោះថាពួកគេអាចជាបុគ្គលដែលជះឥទ្ធិពលយ៉ាងខ្លាំងចំពោះរូបអ្នកក៏ដូចជារូបខ្ញុំជះឥទ្ធិពលទៅដល់ការងារ
ឬអាជីវកម្មរបស់អ្នកនាពេលអនាគតខាងមុខក៏អាចថាបានដូច្នេះការព្យាយាមស្គាល់អ្នកប្រាជ្ញនិងរៀនសូត្រពីអ្នកប្រាជ្ញឲ្យបានច្រើនបំផុតតាមរយៈការអានសំណេរនិងសៀវភៅរបស់គាត់ឬមួយក៏សិក្សាពីជីវិតជោគជ័យផ្ទាល់ខ្លួនរបស់លោកគាត់មានមនុស្សមួយចំនួនសុខចិត្តចំណាយប្រាក់ចំណេញរបស់ខ្លួនដល់ទៅ5% ដើម្បីទទួលទានកាហ្វេជាញឹកញាប់ជាមួយអ្នកចេះដឹងនិងមនុស្សដែលមានសមត្ថភាពផ្សេងៗដើម្បីជាឱកាសក្នុងការរៀនសូត្រក្នុងការធ្វើជំនួញនិងទទួលបទពិសោធន៍ល្អៗពីពួកគេតាមរយៈការអធិប្បាយអំបញ្ញមិញនេះខ្ញុំសង្ឃឹមថាវាអាចជាជំនួយដល់អ្នកក្នុងការកែប្រែចរិតលក្ខណៈមនុស្សយើងកែប្រែចរិតលក្ខណៈរបស់ខ្លួនឯងដើម្បីឈានទៅដល់ចំណុចកំពូលមួយដែលអ្នកចង់បានអ្នកត្រូវតែព្យាយាមកែប្រែចរិតមិនល្អរបស់ខ្លួនឯងឲ្យកាន់តែឆាប់តាមតែអាចធ្វើទៅបានព្រោះវាអាចជាកត្តានិងចំណុចរាំងខ្ទប់មិនអាចឲ្យយើងប្រើប្រាស់ចំណុចខ្លាំងនិងជាចំណុចក្តៅជំរុញឲ្យឈានទៅដល់ភាពជោគជ័យបាន